นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะมัตตหรัตนัตยังนะมีមិហាងខ្ញុំពុគណាសូមធ្វើការកិរិយាលបលំអោនកាយក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃប្រត្រៃរតន៍បានដល់ពុទ្ធរតនៈ1ធម្មរតនៈ1និងសង្ឃរតនៈ1ដោយសេចក្តីគោរពសពសពការរូបិយជេវន្តរាយាចឧបន្នាជេឧបតិវិពុទ្ធាតិអានុភាវេនៈដោយអានុភាពនៃការតាំងបត់នមស្ការនេះក៏សូមឲ្យឧបទ្រពឧបវន្តកាលកណីចង្រៃទាំងឡាយទាំងពួងនោះក៏សូមបរិវាជាចេញចាក់ឆ្ងាយអំពីទីនេះផងដែរអ៊ីមីណាអានុភាវេនៈសព្វសទ្ធិបវន្តោនោភាសិតវាចាពូគឺវិចាពិតដែលបាននឹករលឹកគុណបរតនត្រ័យនេះក៏សូមឲ្យសិទ្ធិសេរីសួស្តីជ័យមង្គលវិបុលសុខការកើនចម្រើនដល់ពុទ្ធបរិស័ទ8ខានតតនន្តរੰធម្មទេសនំអារម្ភិសាមីទីតីបន្តដំណងបន្ទាប់អំពីការធ្វើបទនមស្ការនិងអាយាចនគាថាដោយសង្ខិតសង្ខេបបែបខ្លីនេះទៅក៏នឹងត្រូវលើកបឋមមកសម្ដែងចែកជូនដល់អស់លោកពុទ្ធបរិស័ទជាទីសន្តាប់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាបុគ្គលឯណាដែលបានស្ដាប់ពធទេសនាដោយសេចក្តីគោរពដោយសេចក្តីយកចិត្តទុកដាក់បុគ្គលនោះឯងរមែងសម្រេចនៅសម្បត្តិទាំងឡាយ3ទី1មនុស្សសម្បត្តិចៈគូគឺសម្បត្តិមនុស្ស1ទី2ទេវសម្បត្តិចៈគូគឺសម្បត្តិទេវតា1ទី3និព្វានសម្បត្តិចៈពុគឺសម្បត្តិព្រះនិព្វាន1សាធុជនអស់លោកអ្នកដែលជាអ្នកប្រាថ្នានៅសម្បត្តិណានោះក៏គួរជាអ្នកត្រង់ត្រាប់ស្ដាប់ពធទេសនាដោយសេចក្តីគោរពនៅក្នុងពេលវេលាឱកាសនេះកុំបីខានពុទ្ធសាសនាឲ្យអស់លោកអ្នកសាធុសប្បុរសទាំងឡាយថ្ងៃនេះអស់លោកអស់អ្នកបានធ្វើកិច្ចកម្មវិធីដូចសពមួយដងមកតាំងពីវេន1រហូតដល់មកវេនទី12ជាវេនដែលអស់លោកអស់អ្នកបានប្រព្រឹត្តធ្វើតាំងពីរហូតមកអញ្ចឹងទេអស់លោកអ្នកបានបំពេញនៅកិច្ចកម្មវិធីនេះឲ្យឈ្មោះថាជាពុទ្ធសាសនិកអ្នកកាន់នៅពុទ្ធសាសនាអ្នកគោរពរាប់អាននៅពុទ្ធសាសនាហើយកម្មវិធីបុណ្យនេះជាកម្មវិធីបុណ្យទំនៀមទម្លាប់ប្រវេណីនៃអ្នកកាន់ពុទ្ធសាសនាដែលយើងឲ្យតែខែមុនសន្និរដូវកាន់បិណ្ឌជុំបិណ្ឌនេះអស់លោកអ្នកបានខិតខំប្រឹងប្រែងចំណាយពេលវេលាដ៏មានតម្លៃចំណាយទ្រព្យធនដែលជារបស់រកបានដោយកម្រនោះបានមូលមីសាមគ្គីគ្នាមានការបំពេញជាខាងដើមមានការរក្សាសិលមានការឲ្យទាននិងការស្ដាប់ពធចម្រើនភាវនាជាដើមនេះគឺអស់លោកបានបដិបត្តិជារៀងលំអានតរៀងមកដូច្នេះដើម្បីជាបដិការៈតបស្នងឆ្លងសទ្ធាដល់អស់លោកពុទ្ធបរិស័ទដែលខិតខំចំណាយពេលវេលាខិតខំចំណាយថវិកាទ្រព្យធនទាំងអបាលនោះយកមកធ្វើជាទានមានអាមិសទានធម្មទានជាដើមចុះហេតុអ្វីទៅបានជាញាតិញោមខិតខំប្រឹងបំពេញទានហេតុអ្វីញាតិញោមខំប្រឹងរក្សាសិលហេតុអ្វីញាតិញោមខំប្រឹងចម្រើនភាវនាពូគឺការស្ដាប់ពធនេះជាដើមយ៉ាងទេអស់លោកអ្នកពុទ្ធបរិស័ទទាំងឡាយនៅក្នុងព្រះពុទ្ធសាសនានេះរបស់ដែលយើងអាចធ្វើទៅបានដូចជាការដែលយើងជាអ្នកកាន់នៅពុទ្ធសាសនាដែលយើងគោរពនៅពុទ្ធសាសនាកិច្ចដែលយើងត្រូវធ្វើជាជីវិតជាករិយាជាកុហកជាឧបាសកឧបាសិកានោះត្រូវប្រព្រឹត្តនៅនិស័យទាំងឡាយ3មានសីលូបនិស័យយ៉ាងគូគឺរក្សានិស័យនោះគឺការរក្សាសិលទាននូបនិស័យយ៉ាងគូគឺការឲ្យទាននឹងជានិស័យភាវនូបនិស័យយ៉ាងគូគឺការចម្រើនភាវនាស្ដាប់ពធជាដើមនោះក៏ជានិស័យ
chẳng tê để say tặng bay ní ở lô ban bạc để bát không liêm chi ủ ba sọ ủ ba sải ca chiến nẹ các mai nơi kiện quân pratana trai dốc vào put vào tho chỉ ti bấn dốc vào song chỉ ti bấn ní ở lô ban bắn đọc để say tặng lại bay miền cá rạ ta sal ca ao tiến nâng ca chấm ran phi và nia chạm chẳng tê cách chỉ khang đam tăng từ bên mui là hốt đào bên ti đập pi ní nhiệt nhôm ban bẩm pin tiên là hốt một chẳng tê ta phải giao này ca ao tiên nút ban a để xong nhang ná ta ca ao tiên nâng việc phật phol ao nhang mấy ở lúc cua tại chiếp được không pê và liệu cả này tham gia phép nâng tầm đai lược dốc ẩm pi tiên nút bạn này say yang cô cứ ca bật đọt để say ca dốc ở bạn này say cứ ca ao tiên chỉ đám nông dốc mọc vơ chiên để say chót luôn đám bấy căn dốc từ căn bà đạ lục tiên đã on lô ban vơ là không pê và liệu cả này on lô ban đang hỏi phần tài pê khá dương mình ban chiếp ta ca ao tiên nông miền xa rạ phải giao giang ná ta ban a để xong giang mạch vẫn ta muốn nâng tru trai ẩm pi ca phải giao này ca ao tiên có đôi chia a để xong ở lô cuốn cua tài chiếp ẩm pi biện thật tiền tiền ní phía xa bà lây mẹ cắt hẹn phía xa an thật tiền nẹ này giống tàu đã sả a nâng nó bà lấy an thật tiền nẹ và này nhiệt nhôm công cho lom tiền mùi tiết cái đợt xe tàu đã sẽ yên nâng nó ở nâng tiền ếch bổng plư đây bắn thật tiền khăn ông phía xa bà lấy ta an thật tiền nẹ dưỡng an thật tiền giang từ tiền nẹ ní bà dương prai từ tam rút bà sắp có đôi chia về nhạch ông pi bà lấy vây về con đâu tiền nẹ ní mau bị tiết thiết dục bà chạy bà prai chỉ khai mà rạc phía xa khmai rồi bỏ dưỡng prai thả ca oi thấy không chân tiền này dệt nhôm thưa rồi ngày nó từ ca oi rất có ẩm nồi bà dương thưa chấm cua và xong thưa chấm cua pre sama samput tiền nâng kia prai tham mấy nhỉ cái prai thật khoai giống như prai thật khoai đó là dương thưa chấm cua và xong nâng cái hai tháng pro kên đấy nhỉ ấy giết nhôm ao đo cha prat thia cha lục dây lục ta nâng ao một thầy dương chun rồi có ao dương từ nâng dương pra từ tam thành nam crom pía nữa bởi dương thoai chấm pua dương ao chấm pua prasama samput bồ chia prasama samput dương ao một tháng thoai dương từ nâng có ao một tập tiền này dương thua chấm pua và xong nâng ao một tập tiền này bắt đầu dương dây thập tập kền chẳng quy tập tiền nè nâng prai chia bị xa mai một tháng ca ao ca thoai ca bồ chia ca tập kén nữa ca chun ẩm nào chỉ đang nâng ao một tập tiền này tiền đi mà vợ cả hạ thà tiết ta còn tệ tiền này prai lột phải dột máu thà yang thọ mà chia tăng ri thọ mà chia ai ná tia ta bén từ bọc cô bọc bay bằng pính để tệ pro hạt đôi chno thọ mà chia tăng ri thọ mà chia tiền nắng từ ca oi mà đôi chno bịa thà tiền nắng từ ca oi chẳng nhiệt nhôm cột tập bò là sắt để khát khom prang prai chấm nai bê và lia đầm miên đầm lai chấm nai thôn thiên trộp và sòng bát mu mi sa mà kỳ khné và rốc vơ cây cam mà vật thi tăng vì ven mui là hột đào ven ti đọc pi ní nhiệt nhôm man bổng pin tiền chia đam và hột mộc chẳng nhiệt nhôm nẹt để ao tiền ní một thá bọc cô nội ánh chia sắp bảo sát tiền chỉ nẹt miên kho sắp bảo sát tiền pram giang để nhiệt nhôm man phơ tăng vì ven mui là hột đào ven ti đọc pi sắp bảo sát tiền pram giang lúc ti mui sát thia tiền năng tệ tệ ti pi sa ca chăng tiền năng tệ tệ ti bay ca lên nè tiền năng tệ tệ ti bốn anu cả hệ tạc chật tăng tiền năng tệ tệ ti pram atta năng chắc parang chắc anu pahach chắc tiền năng tệ tệ nâng sắp bảo sát tiền pram giang và nạp prai dây chi pi sa balay những nhiệt vô mặt vô tệ to tại prai sát thia tiền năng tệ tệ nâng prai mót há nè ao tiền nâng cứ chuyện nè miên nơi sát thia mày giống sát thia nâng prai máu thạch
ការជឿឬជំនឿយ៉ាងសទ្ធាយៈទានណាងតេតេនឹងឲ្យទានដោយសទ្ធាជ្រះថ្លាឲ្យទាននឹងដោយមានការជឿជាដើមតើជឿនៅក្នុងពេលវេលាឱកាសនេះជឿអ្វីការឲ្យទាននោះគឺជឿនៅកម្មផលរបស់កម្មជឿនៅកម្មកុសលជឿនៅផលរបស់កម្មជឿនៅបរលោកជាដើមនោះឲ្យឈ្មោះថាការឲ្យទានដោយសទ្ធាអញ្ចឹងញាតិញោមនៅក្នុងពេលវេលាឱកាសនេះដែលញាតិញោមបានបំពេញទានហ្នឹងគឺញាតិញោមពិតជាមានសទ្ធាយល់ឃើញថាការឲ្យទានហ្នឹងពិតជាមានផលការឲ្យទានហ្នឹងពិតជាបានប្រយោជន៍បើមិនចឹងទេញាតិញោមម្លេះមិនសមឲ្យទានទេដោយសារអីដោយសារញាតិញោមមានសទ្ធាថាបុណ្យកុសលដែលខ្លួនបានធ្វើណាយាតិសង្ឃវបតេពីជាងតាតិសង្ឃលបតេផលាំងកល្យាណការីចកល្យាណងបាបការីចបាបកាំងជឿថាយើងថាព្រោះនៅពូជណារមែងបានផលនៅពូជនោះណាយាតិសង្ឃវបតេពីជាងហ្នឹងប្រែថាយើងសាព្រោះនៅពូជណាតាតិសង្ឃលបតេផលាំងរមែងបាននៅផ្លែផ្កានៃផលនោះតែហត់ដើម្បីញាតិញោមដាំពោតផ្លែផ្កាមកពោតញោមញាតិញោមដាំល្ងផ្លែផ្កាមកល្ងញាតិញោមដាំស្រូវផ្លែផ្កាមកស្រូវអាហ្នឹងវាជាញាតិញោមជឿអញ្ចឹងញោមជឿថាសាព្រោះនៅពូជអីណារមែងបានផ្លែផ្កានៃផលនោះកល្យាណការីចកល្យាណងញាតិញោមជឿថាធ្វើអំពើល្អរមែងបាននៅផលល្អបាបការីចបាបកាំងញាតិញោមជឿថាធ្វើបាបរមែងបានផលអាក្រក់រមែងបានបាបអញ្ចឹងញាតិញោមជឿអញ្ចឹងបានទៅលះបង់នៅទ្រព្យធននឹងឲ្យជាទានបានអាហ្នឹងហៅថាសទ្ធាយៈទានណាំងតេតេឲ្យទាននឹងដោយសទ្ធាឲ្យសទ្ធាអញ្ចឹងជឿថាការឲ្យហ្នឹងវាមិនអត់ផលទេដូចអាបច្ចៈអញ្ចឹងថាបើយើងសាព្រោះនៅពូជណាផ្លែផ្កាមករមែងបាននៅផលពូជនោះហ่ะអញ្ចឹងកាលណាបើយើងធ្វើល្អអញ្ចឹងពូជដែលយើងបានមកគឺល្អបុណ្យកុសលដែលយើងបានធ្វើល្អហ្នឹងអាហ្នឹងផលមកគឺបានល្អបើយើងធ្វើអាក្រក់អាហ្នឹងផ្លែផ្កាមកបានអាក្រក់អាហ្នឹងគឺវាជារឿងជឿកម្មជឿផលរបស់កម្មហ្នឹងបានហ៊ានលះបង់ធ្វើនៅសទ្ធាមួយទៀតញាតិញោមជឿនៅបរលោកបានន័យថាម៉េចបានន័យថាញាតិញោមជឿថាសពសត្វទាំងឡាយហ្នឹងតែងតែមានការកើតចាស់ឈឺស្លាប់ជារឿងធម្មតាហើយជឿនៅបរលោកហ្នឹងជឿពិតតែមានឋាននរកមានឋានប្រែតមានឋានអសូរកាយមានឋានទេវតាច្រើនអញ្ចឹងកាលណាបើញាតិញោមជឿថាពិតជាមានឋាននឹងពិតប្រកបមែនបើយើងធ្វើអាក្រក់រមែងសោចទុកនៅទុគតិភពមាននរកប្រែតតិរិឆានអសូរកាយបើយើងធ្វើល្អរមែងបានទៅកាន់សុគតិភពមានឋានទេវតាឋានព្រំជាដើមរហូតដល់ចុងក្រោយគឺឋានប្រះនិព្វានញាតិញោមជឿអញ្ចឹងគឺញាតិញោមអាចលះបង់ធ្វើជាទានបានអាហ្នឹងជឿនៅបរលោកហើយដល់មួយទៀតញាតិញោមជឿថាទានដែលញាតិញោមបានធ្វើហ្នឹងរមែងសម្រេចផលដល់អ្នកដែលស្លាប់ទៅមានពុព្វញាតិមានញាតិទាំង7សន្តានដែលលោកបានបែកកាយរលាយខន្ធកាន់ប្រាក់លោកឲ្យនោះអញ្ចឹងបុណ្យកុសលដែលយើងបានធ្វើហ្នឹងគឺឧទ្ទិសជូនដល់ពុព្វញាតិពុព្វការីជនរបស់យើងអញ្ចឹងការជឿហ្នឹងឲ្យឈ្មោះថាជឿថាទានដែលញាតិញោមបានធ្វើហ្នឹងគឺពិតជាសម្រេចដល់អ្នកដែលស្លាប់ទៅមានញាតិយើងជាដើមហ្នឹងអាហ្នឹងគឺទី1ឲ្យឈ្មោះថាសទ្ធាយៈទានាងតេតេទី2សកច្ចੰទានាងតេតេឲ្យទានដោយសេចក្តីគោរពបានសេចក្តីថាម៉េចបានន័យថាទានដែលញាតិញោមធ្វើហ្នឹងគឺយើងធ្វើចំពោះបដិគិអកការគោរពនៅក្នុងទីនេះគឺយើងគោរពនៅរបស់ពីរយ៉ាងទី1យើងគោរពចំពោះតេយ្យវត្ថុរបស់សម្ភារៈមានបច្ច័យទាំងឡាយ4នេះដែលញាតិញោមសម្រាប់យកមកប្រគេនព្រះសង្ឃមានចង្ហាន់វ័នជន់ជាដើមហ្នឹងញាតិញោមគោរពចំពោះតេយ្យវត្ថុហ្នឹងហើយមួយទៀតយើងគោរពចំពោះបដិគិអកបានន័យថាបដិគិអកហ្នឹងគឺអ្នកទទួលសំដៅលើព្រះសង្ឃញេតាពុទ្ធបរិស័ទហ្នឹងដែលជាអ្នកទទួលហ្នឹងអញ្ចឹងយើងជូនគាត់យើងគោរពយើងមិនឲ្យទានយើងឲ្យដោយហុចឲ្យដោយមិនមានសេចក្តីគោរពចំពោះការឲ្យទានហ្នឹងទេអាហ្នឹងមិនឲ្យឈ្មោះថាសកច្ចੰទានាងតេតេទេ
តែបើយើងឲ្យដោយសេចក្តីគោរពចំពោះព្រះសង្ឃគោរពចំពោះយាយតាពុទ្ធបរិស័ទគោរពចំពោះវត្ថុដែលយើងឲ្យនោះអានឹងឲ្យឈ្មោះថាសកច្ចាំងទានាងតេតិទី3ការលែនអ្នកទានាងតេតិយើងឲ្យទាននឹងដោយទៅតាមការតាមវេលាបានសេចក្តីថារដូវពេលវេលាខែមុនសិនរដូវចូលឆ្នាំរដូវភ្ជុំហ្នឹងញាតិញោមចាត់ចែងរៀបចំទៅតាមការទៅតាមវេលាដូចជាញាតិញោមធ្វើបុណ្យកាន់បិណ្ឌភ្ជុំបានអញ្ចឹងញាតិញោមបានបែងចែកជាវេនមួយក្រុម2ក្រុម3ក្រុមរហូតមកវេន2វេនរហូតដល់វេនភ្ជុំធំហ្នឹងអញ្ចឹងញាតិញោមធ្វើទៅតាមការទៅតាមវេលាហ្នឹងឲ្យឈ្មោះថាការលេនអ្នកទានាងតេតិដល់ទី4អនុកាហេតចិត្តតាំងទានាងតេតិយើងឲ្យទាននឹងដោយសេចក្តីអនុគ្រោះបានសេចក្តីថាម៉េចញោមបានន័យថាយើងឃើញគេកំសត់ឃើញគេអត់ឃ្លានយើងឃើញស្មុំជាចកយើងឃើញអ្នកកំសត់កំព្រាអ្នកពិការពិរាជាដើមនោះយើងអាណិតយើងឲ្យទានដោយសេចក្តីអនុគ្រោះយើងចង់ឲ្យគេបាននៅសេចក្តីសុខអញ្ចឹងការឲ្យទានបែបនេះបានន័យថាឲ្យទានដោយអនុគ្រោះដោយការអាណិតគេឃើញគេអត់ឃើញគេកំពុងតែលំបាកអញ្ចឹងយើងចំណាយទ្រព្យធនរបស់យើងនឹងលះបង់ឲ្យទានជាដើមហ្នឹងអាហ្នឹងគឺឲ្យដោយទានដោយអនុគ្រោះដូចជាញាតិញោមដឹងថាស្រុកប្រទេសយើងកំពុងតែជួបវិបត្តិសង្គ្រាមញោមជួបវិបត្តិសង្គ្រាមនៅតាមព្រំដែនអញ្ចឹងញាតិញោមតែងតែមូមីសាមគ្គីគ្នាញោមមូមីសាមគ្គីគ្នាអ្នកខ្លះមានការឲ្យទានមានការរៀបចំចាត់ចែងនៅសម្ភារៈជូនទៅដល់ជនភៀសសិទ្ធដែលមានការលំបាកជូនដល់កងទ័ពយើងញាតិញោមឃើញទៅតាមប្រព័ន្ធ Facebook ណាអ្នកខ្លះមានកមាននិយាយរួមតែសម្ភារៈអីក៏ដោយឲ្យតែមានតែងតែឲ្យយកទៅចូលរួមយកទៅចូលរួមចែកទានដល់អ្នកដែលកំពុងតែលំបាកនៅតាមព្រំដែនអញ្ចឹងការឲ្យទានបែបហ្នឹងគឺដោយអនុគ្រោះឃើញគេលំបាកញោមឃើញកងទ័ពយើងលំបាកឃើញប្រជាជនយើងរត់ភៀសសឹកលំបាកអ្នកខ្លះនៅគ្មានផ្ទះគ្មានសំបែងនៅជំរុំមើលទៅយើងឃើញអាណិតទេញោមឃើញអាណិតឃើញលំបាកអញ្ចឹងយើងមានសម្ភារៈអញ្ចឹងយើងយកទៅចូលរួមណាជាដើមហ្នឹងឲ្យឈ្មោះថាយើងឲ្យទានដោយអនុគ្រោះអញ្ចឹងញាតិញោមដឹងថាស្រុកប្រទេសយើងនឹងកំពុងតែជួបវិបត្តិសង្គ្រាមអញ្ចឹងញាតិញោមបានមូលមីសាមគ្គីណាប្រជាជនខ្មែរយើងរួបរวมសាមគ្គីបរិច្ចាគថវិកាបរិច្ចាគនៅសម្ភារៈផ្សេងជាដើមដែលខ្លួនមានតាមសទ្ធាតាមលទ្ធភាពអញ្ចឹងទៅដើម្បីចូលរួមជួយកងទ័ពយើងជួយប្រជាជនយើងអាហ្នឹងគឺឲ្យទានបែបហ្នឹងឲ្យឈ្មោះថាឲ្យទានដោយអនុគ្រោះដោយឃើញគេលំបាកឃើញគេវេទនាចង់ឲ្យគេបានសុខសប្បាយចង់ឲ្យគេបាននៅសេចក្តីសុខអាហ្នឹងឲ្យឈ្មោះថាអនុកហេតចិត្តតាំងទានាងតេតិឲ្យទានដោយអនុគ្រោះដល់អ្នកដទៃឯទី5អត្តានញ្ចៈបរញ្ចៈអនុបហេតចិត្តតាំងទានាងតេតិឲ្យទានដោយតាំងចិត្តថាមិនបៀតបៀនខ្លួនឯងផងនិងមិនបៀតបៀនអ្នកដទៃផងបានសេចក្តីថាម៉េចបានសេចក្តីថាយើងឲ្យទានហ្នឹងគឺមិនបៀតបៀនខ្លួនឯងក្នុងទីនេះគឺយើងឲ្យទានដោយសេចក្តីជ្រះថ្លាញោមដោយសេចក្តីជ្រះថ្លាដោយមិនតាំងចិត្តថាចង់ឲ្យគេនឹងសរសើរចង់ឲ្យគេនឹងស្រឡាញ់រាប់អានអីទេយើងឲ្យទានហ្នឹងគឺបានន័យថាយើងមិនចង់ឲ្យគេមកឃើញអួតសរសើរថាយើងនឹងល្អថាយើងនឹងអីយ៉ាងណាទេយើងឲ្យទានដោយសេចក្តីអនុគ្រោះយើងឲ្យទានចង់ឲ្យគេបានសេចក្តីសុខខ្លួនឯងនឹងមិនចង់ឲ្យមានសេចក្តីលំបាកទុកលំបាកដល់ខ្លួនឯងទេយើងឲ្យទានក៏ចង់បានសេចក្តីសុខដល់ខ្លួនឯងយើងឲ្យទានក៏ចង់បានសេចក្តីសុខដល់អ្នកដទៃដោយតាំងចិត្តថាអញ្ចឹងអាហ្នឹងឲ្យឈ្មោះថាយើងឲ្យទានដោយមិនបៀតបៀនខ្លួនឯងមិនបៀតបៀនអ្នកដទៃអានឹងនៅក្នុងសប្បុរសទាន5យ៉ាងដែលញាតិញោមបានធ្វើជាលំដាប់មកហើយនៅក្នុងបសោតលោកសំដែងបញ្ជាក់ទៀតថាអានិសង្សនៃការឲ្យទាននឹងមានបុណ្យមានកុសលច្រើនណាស់ញាតិញោមការឲ្យទាននៅក្នុងបសោតនោះមាន10ការឲ្យទាននៅក្នុងបសោត10យ៉ាងនោះមានអីមានអនណាំងប៉ាណាំងវត្តហាំងយាណាំងមាលាកនថាំងវិលេបណាំងសៃយាវសថាំងបទីបាយយ៉ាងទានវត្តធុយមេតាសទាន
នៅវត្ថុទាំងឡាយ10យ៉ាងនេះគឺបាយទឹកសម្ពុតយានជំនិះការកម្រងគ្រឿងក្រអូបគ្រឿងលាបទីដេកទីសំណាក់អាស្រ័យគ្រឿងប្រទីបគឺចង្គៀងគងជាដើមនេះអាហ្នឹងឲ្យឈ្មោះថាញាតិញោមឲ្យទាននៅក្នុងប្រសោតហ្នឹងមាន10ទាននៅក្នុងព្រះវិន័យមាន4មានជ័យវរៈបណ្ឌបាតសេនាសនៈគិលានអភេសជ្ជៈទានទាននៅក្នុងព្រះអភិធម្មមាន6មានរូបទានរហូតទៅដល់ធម្មារម្មជាដើមមានការឲ្យរូបជាទានឲ្យសំឡេងជាទានឲ្យក្លិនជាទានឲ្យរសជាទានឲ្យថោតថាពៈជាទានជាដើមហ្នឹងអាហ្នឹងនៅក្នុងព្រះអភិធម្មអូចនៅក្នុងប្រសោតលោកបញ្ជាក់អំពីអានិសង្សនៃការឲ្យទានអនតោបលតោហោតិអ្នកឲ្យរបស់បរិភោគឈ្មោះថាឲ្យកម្លាំងជាដើមអូយដល់នៅក្នុងព្រះវិន័យលោកសម្ដែងអំពីការឲ្យទាននឹងមាន4យ៉ាងមានជ័យវរៈទានគឺការឲ្យនៅស្បងស្បៃត្រៃពិពោប្រគេនដល់ប្រសងដូចជាញាតិញោមមកធ្វើបន់កាន់បន់ជុំបន់នេះញាតិញោមមានជាកញ្ចប់ជាសាដកហើយសាដកនឹងមានអីមានសម្ពុតងូតជាដើមនឹងអានឹងឲ្យឈ្មោះថាជ័យវរៈទានប្រគេនដល់ប្រសងជាដើមទី2បណ្ឌបាតទានគឺការឲ្យបាយទឹកនំចំណីត្រីសាច់សម្រាប់ប្រគេនប្រសង់ណាសម្រាប់ប្រគេនប្រសង់នៅក្នុងខែមុនសិនរដូវហ្នឹងញាតិញោមខ្លះឲ្យទានផ្សេងរៀបចំនៅបាយទឹកនំចំណីប្រគេនប្រសង់យ៉ាងទៅប៉ុន្តែនៅក្នុងបណ្ឌបាតទាននេះញាតិញោមគួរតែយល់ដែរពីព្រោះទាននៅក្នុងព្រះវិន័យរៀងពិបាកបន្តិចតើតែញាតិញោមយល់អាហ្នឹងធ្វើទៅរៀងបានអានិសង្សនៅក្នុងព្រះវិន័យលោកសម្ដែងអំពីការឲ្យទានបណ្ឌបាតបច្ច័យហ្នឹងបណ្ឌបាតទានហ្នឹងគឺការឲ្យបាយទឹកនំចំណីហើយនៅក្នុងព្រះវិន័យលោកបញ្ជាក់ថាលើកលែងតែសាច់10យ៉ាងឯងដែលប្រគេនលោកឆាន់បានហើយក្រោយតែពីហ្នឹងឆាន់បានទាំងអស់ហើយ10យ៉ាងហ្នឹងស្អី10យ៉ាងហ្នឹងបាលីថាអកប្បយៈមង្សៈសាច់10យ៉ាងដែលមិនគួរប្រគេនប្រសង់ដែលប្រសង់មិនគួរបរិភោគ10យ៉ាងអញ្ចឹងញាតិញោមត្រូវចាំកន្លែងហ្នឹងពីព្រោះខ្លះលោទៅចង់ឲ្យផ្លែកមាត់ផ្សេងអីណាធ្វើមហូបដោយផ្សេងដោយមិនគិតវិន័យញោមដោយមិនគិតពីវិន័យប្រសង់លោកឆាន់ទៅទោស10យ៉ាងហ្នឹងគឺស្អីគឺមានសាច់ខ្លា3មានខ្លាលបងខ្លាលខិនអញ្ចឹងទៅអុយដល់មួយទៀតសាច់សេះអីយំសាច់សេះហ្នឹងប្រសង់ឆាន់បានទេអុយមួយទៀតសាច់តមីសាច់តមីហ្នឹងប្រសង់ក៏ឆាន់ព្រះលោកបញ្ញត្តិញោមលោកបញ្ញត្តិមកឲ្យឆាន់ទេមួយទៀតសាច់ពោះញោមសាច់ពោះហ្នឹងក៏ប្រសង់ឆាន់បានដែរហើយដល់មួយទៀតគឺសត្វរាជសីហ្នឹងសត្វសឹងហ្នឹងក៏ប្រសង់លោកមិនអាចឆាន់បានដែរហើយមួយទៀតសាច់ឆ្កែញោមសត្វឆ្កែប្រសង់លោកអត់ឆាន់បានទេតិចតាឡូណាញោមទៅចង់ប្រសង់ចង់ឲ្យផ្លែកមាត់ម្ដងរត់ទិញសាច់ឆ្កែប្រគេនប្រសង់ម្ដងមើលហើយផ្លែកមាត់ម្ដងណាអត់កើតទេញោមប្រគេនកើតទេប៉ុន្តែអង្គណាមិនដឹងណាតែអង្គថ្មតែប្រគេនឲ្យឆាន់ណាមិនដឹងញោមឆ្អិនហើយប៉ុន្តែនៅក្នុងវិន័យលោកបញ្ជាក់អញ្ចឹងលោកបញ្ជាក់ថាឆាន់បានទេសាច់ឆ្កែសាច់សេះសាច់តមីអញ្ចឹងសាច់ពោះអីអញ្ចឹងគេលោកតែញោមដែរចង់ឲ្យតែគុណផ្លែកមាត់ម្ដងស្ងោងាំនៅពោះមួយមើលប្រគេនប្រសំប្រចានមើលអាហ្នឹងអត់ការទេអាហ្នឹងខុសវិន័យហ่ะអញ្ចឹងយុទ្ធញោមចាំនៅសាច់10យ៉ាងហ្នឹងទៅសាច់សេះសាច់តម្រៃសាច់ខ្លាសាច់ពោះសាច់ឆ្កែជាដើមអីហ្នឹងឆាន់បានទេញោមភាសាអីវាតាក់តងនៅក្នុងកិច្ចប្រាស់វិន័យអញ្ចឹងកាលណាបើយើងប្រគេនតើញាតិញោមយល់ដែរនៅក្នុងកិច្ចកម្មវិធីប្រាស់វិន័យហ្នឹងឲ្យញាតិញោមយល់អំពីការប្រគេនដល់ព្រះសង្ឃហ្នឹងអាហ្នឹងគឺសាច់10យ៉ាងហ្នឹងព្រះសង្ឃលោកឆាន់បានទេហៅថាអកប្បយៈមង្សੰសាច់10យ៉ាងដែលមិនគួរប្រគេនដល់ព្រះសង្ឃអញ្ចឹងយើងជាឧបាសកឧបាសិកាហ្នឹងគួរយល់នៅសាច់10យ៉ាងហ្នឹងជៀសវាងឲ្យបានកុំឲ្យប្រគេនដល់ព្រះសង្ឃអាហ្នឹងព្រះសង្ឃលោកឆាន់ត្រូវទោសណាហើយមួយទៀតតាក់តងទៅនឹង
ការឲ្យទៀននេះទៀតសោតដូចមកបច្ចៈមិនថាសាច់10យ៉ាងហ្នឹងឆានអត់បានទេដល់អាការពីហ្នឹងឆាន់បានទាំងអស់ញាតិញោមចង់ប្រគេនអីក៏បានដែរតាំងពីបបោសបបោមន់ទៅសន់សាច់គូអាំងនំប៉័ងប៉ាត់ដេហ្វីលេតណាសងស្ចាពួតស្ងោតោបាញ់បើលងលាក់ផាក់លើផ្លូវមន់ផ្លូវទាភ្លាញោមជៀនអាំងកសាំងបុកចង្កោបចំហុយព្រួយត្រីឆ្អើប្រហើកទេសរីសារម៉ាន់ការីណាំយ៉ាឆាសាច់គូខជើងជ្រូកប៊ីស្ទឹកអាឡឹកត្រីងៀតស្ដាប់បានទេស្ដាប់បានត្រីងៀតទេតបានតែងៀតឯងប្រគេនតែងៀតប៉ុន្តែអាត្មាឃើញប្រសងលោកពេលអាខែសបោនឹងមិនសូវប្រមាណទេលោកហ្នឹងទាំងអស់អង្គមិនសូវប្រមាណទេចាំមើលតែអាចុងក្រោយតដើមគ្នាទៅបងពិសេសលោកនៅវត្តរៀនហ្នឹងដូចទៅវត្តអាត្មានៅពេញហ្នឹងប្រសងលោកច្រើនអង្គយលោកចិត្ត90អង្គ100អង្គជាងនោះហើយទៅឆាន់ម្ដងទៅឆាន់តទៅដើមគ្នាអស់អាហ្នឹងខែអត់ទេញោមប៉ុន្តែខែប្រជុំអញ្ចឹងតឡឹងមុខគ្នាធ្វើបែបសោះអង្គើយញោមក៏ឃើញពេញតុកឯងញោមដឹងញាតិញោមឃើញប្រសងចាត់រាល់ថ្ងៃហ្នឹងគាត់តែលុកមួយម៉ាត់ពីរម៉ាត់ឆែកហើយញោមឆ្ងល់ដៃគុណឆាន់តិចម៉េះអូខនទៅធំតែក្លិនហ្នឹងវាឆ្អែតទៅញោមហើយអញ្ចឹងអាពេលដបោហ្នឹងសូវប្រមាណទេមិនសូវចូលចិត្តប្រមាណទេប៉ុន្តែញាតិញោមចំណាំមើលប្រសងអារបស់ដបោហោហៀងមិនសូវប្រមាណទេតិចតែញាតិញោមណាប្រគេនអាប្រហុក5មួយនិយាយថាពីបញ្ញាយដៃគ្នាអីយល់បញ្ញាយដៃគ្នាអារបស់ដបោហោហៀងទៅប្រមាណទេបាទរបស់ក្រៀមក្រោះបែបអីណាអញ្ចឹងទៅលុកចូលចិត្តទៅវិញណាលុកតែអាហ្នឹងវាអញ្ចឹងដែរប៉ុន្តែអាដបោហោហៀការីអីណានេះអត់ទេអត់លុកទេប៉ុន្តែញាតិញោមខ្លះគាត់ឆ្ងល់គាត់ថាតែគុណបើសិនជាលោកអត់ឆាន់អញ្ចឹងដឹងបានបន់អត់ញាតិញោមខ្លះគាត់ឆ្ងល់ថាចង្ហាន់នឹងវាច្រើនដល់លោកឆាន់ទៅលោកអត់ដល់មហូបគាត់តែប្រគេនហ្នឹងញោមវាຕົកវាឆ្ងាយលោកអត់ដល់តើបានបន់នេះបើលោកអត់ឆាន់ផងអានឹងកន្លែងហ្នឹងក៏មានមិនទិលសង្ស័យកន្លែងហ្នឹងអត់ទេញោមកន្លែងហ្នឹងបើញាតិញោមប្រគេនហើយគឺសម្រាប់ប្រសងណាទូប្រសងមិនឆាន់មិនអីក៏ដោយក៏ញាតិញោមបានបន់ប្រាលោកសំដែងថាចេតនាហង្កម្មវទាមិចេតនាហ្នឹងជាតួបន់ណាអញ្ចឹងបើញាតិញោមមានចេតនាមានចិត្តជ្រះថ្លាពេលប្រគេនហើយហ្នឹងទោះលោកមិនឆាន់ក៏ដោយក៏ញាតិញោមបានបន់ដែរអញ្ចឹងញាតិញោមត្រូវយល់អំពីបណ្ឌបាទានហ្នឹងគឺការឲ្យបាយទឹកនំចំណីដូចអាបច្ចៈអញ្ចឹងលើកលែងទៅ10សាច់10យ៉ាងឯងកាលពីហ្នឹងចង់ប្រគេនអីប្រគេនទៅណាឆាន់បានតែទាំងអស់ហ្នឹងរួចដល់ឥឡូវហ្នឹងវេនប្រមាណហើយ12ហើយញោមសល់តែ3ថ្ងៃទៀតហ្នឹងគឺណាបែបលំបាកវិញណាអញ្ចឹងប្រសងនេះគេមិនប្រាថ្នាខ្ញុំរឿងសម្បត្តិប្រសងណាបើគេទាយទុះទាយសម្បត្តិសេដ្ឋីសម្បត្តិអីណាមហាអីហ្នឹងគេចូលចិត្តណាប៉ុន្តែសម្បត្តិលោកសងនេះគេមិនចូលចិត្តអីស្អីសម្បត្តិលោកសងនេះវាមាននិចវាមានចូលថ្ងៃចូលទៅថ្ងៃនាយទៅថ្ងៃអត់ត្មងអីយល់អាហ្នឹងគេមិនប្រាថ្នាសម្បត្តិសងហ្នឹងពេលនេះដូចខែមន់សនទៅបំជុំអញ្ចឹងញោមមកហូបពេញអញ្ចឹងទៅដល់តែពេលនេះហៅតាអំបិលហូបបានឆាន់បានព្រោះថាតាមវត្តពេញវិញឆាន់អីគឺគេឆាន់តាមកត់ឆាន់តាមកត់ជួនកាលពេលខ្លះហ្នឹងក៏ខ្វះខាតទៅពេលខ្លះទៅក៏សបោអញ្ចឹងទៅអាហ្នឹងគឺណាអាហ្នឹងគឺសំខាន់គឺការប្រសងនឹងឯងដែលលោកបណ្ឌបាតបច្ច័យហ្នឹងជូនបានច្រើនទៅជូនសបោទៅជូនក៏អត្តខាត់ខ្វះខាតអញ្ចឹងទៅអាហ្នឹងជាសម្បត្តិប្រសងហ្នឹងគេមិនចូលចិត្តគេមិនចង់បានទេព្រោះអីវាអត់ទៀងទេជូននេះជូនជោអញ្ចឹងទៅអាហ្នឹងចៃបរៈបច្ច័យញាតិញោមបានប្រគេនរាល់ថ្ងៃហ្នឹងញាតិញោមចាត់ចែងទៅតាមការគួលអាត្មាចង់បញ្ជាក់ទៀតរឿងកិច្ចកម្មវិធីបណ្ឌបាតបច្ច័យហ្នឹងឲ្យញាតិញោមប្រគេនហ្នឹងឲ្យញាតិញោមយល់ញាតិញោមខ្លះគាត់ឆ្ងល់ថាអារឿងផ្លែឈើញោមផ្លែឈើនៅក្នុងកិច្ចកម្មក្នុងព្រះវិន័យញោមបើសិនជាញោមខ្លះបើនិយាយពីផ្លែមានបើផ្លែមាននៅក្នុងកិច្ចវិន័យគាត់តែស្គាល់យកទ្រព្យនឹងចេញអានឹងបានប្រសងលោកឆាន់បានញាតិញោមខ្លះគាត់ប្រកាន់អញ្ចឹងទៅអាផ្លែមានហ្នឹងតយ៉ាងម៉េចតពុកយកសាច់ហ្នឹងប្រគេនប្រសងបានឆាន់បានហើយញាតិញោមមើលមានមើល
miền sạch miền khóc tinh tinh nâng bậc quay cho khóc ó nó ngầu sạch cái na chăn bàn nâng nhịp nhung chla tao nhung vì gì bị chạm nâng tới chla cái này nâng con này nhịp nhung úp cách con này dọc cái chỗ từ cái đánh tập bàn tích hơi úp cách chẳng tới nâng lúc chăn bàn nó đã thấy tôi đây to bị vua ấy bị vua apply miền nâng lúc mình chăn khóc đây lúc chăn sai gì ta chẳng khóc nâng bị đọc mến còn đây lúc mình chăn khóc vậy đó lúc chăn là sai tê chẳng khóc nâng bị đọc bán mình ấy và xong lúc chăn bàn còn là không cách vị này nó ngồi vô cái này nâng người tiếp phai lắc nó không cách cầm không pra vị này lúc ham tha phai chơi na đại miền crop trời phải dọc crop chỉnh ôi nhịp nhôm mưa phai lắc mà khóc chơi nó rồi ta quay nó mình bay sạch ó tàu chăn này nè cả nhưng con đây nhịp nhôm dọc cả bắt máu phun tích máu anh đang hoi và kêu mà xong hoi anh đang ba nè ở tới tổ đây lúc mà xong lúc chăn nó ở tới tổ đây anh đang ao nhịp nhôm vô vì cà đi trong chẳng hạn và kêu mà xong nó vô tại cầm màu vị trí bần là bát là phải chay nè bần là bát tiền nè cả áo bài tất nôm chấm lấy và kêu mà xong nhịp nhôm vô anh đang tiền thì pi ao chung một thái bần là bát tiền cứ cả áo bài tất nôm chấm lấy trời sạch đó là tí bay sẽ na sản nạ tiền nhiệt nhôm ban oi nấu sẽ na sản nạ cứ cá oi nấu tí sẽ na sản nạ miền ca co sang cốt miền ca co sang xà la như đám đó tại vọt dương cầm tung tại miền ca khoác khát miền ca chủng vẹn chiêng như đám nhiệt nhôm và co châu rung co sang này châu rung co sang nơi xà la chăn co sang xà la như đám đó đang ao chung thay nhiệt nhôm ao nơi sẽ na sản nạ tiền này không ao nơi sẽ na sản nạ tiền nơi không có tốt lúc sầm đai tha ao lúc sầm đai tha ao nơi diên nâng rồi mấy ban nơi sịch đầy sọc diên là tốt sọc tô hào tệ nên ao nơi diên nâng chung tha ao sịch đầy sọc cứ sầm đai lỡ ao nơi sẽ na sản nạ nâng nơi sầm mai mũi nâng bạc tê và đa nâng xua bà ông đã mấy bỏ bớt bà ông đó chầm ran bọc cô ao đó bỏ với ban bông tầng ngày tầng dục nô pra sa ma sam phút bà ông lục sầm đai ta bọc cô là ao nơi xà la ao nơi ti sẽ na sản nạ tiên như đám nè miền ca chích sa chỉnh đông nam xuân ca co sang xà la ấy như đám nâng bọc cô nông ấy ao chung tha ao nơi sẽ na sản nạ tiên rồi mấy ban nơi bon tầng dục tầng khai ban bon tầng dục tầng khai ban bon riêng rồi ngày để sai đời xa dương pra nơi xà la nâng là hốt và xong lục cung nơi là hốt nâng ban bon tầng dục tầng khai nhạc đại cái pra nơi sẽ na sản nạ tiên là dương ban co sáng miền xà la chăn như đám nâng nhưng bon của sau là dương ban vừa ban ao nâng một là dương ban bon tầng dục tầng khai ban bon riêng là hốt ban xịt đầy sập nâng yên là tu sạc tu hậu tệ ao nơi ti sẽ na sản nạ nâng rồi mấy ban nơi xịt đầy sập ai thì muốn cứ kỷ liên là phê sạch chạ tiên cứ ca ao nơi kỷ liên là phê sạch chạ kỷ liên nè prai mót là nằm cài rô phê sạch chạ prai mót là krương bơi cầm lằng kỷ liên nè nằm cài rô miền nằm sầm mai nằm bồ ran nằm bồ ran miền tăng phi sực kia sực cung rung rịch đây mây cao canh cái lanh kia đây chẳng tay đó là năm sầm mai miền tăng pi parapan đó là aspro proval aspirin clinic này chỉ đám nâng nhiệt nhôm dọc nó bật tên đó là xong sầm rập cài ruột chỉ đám nâng nâng ao cho một tháng kỳ liền nè đó là phê sạch chia cứ krương bơi cầm lăng miền tắc đọc cô sờ ô văn tin bật tên đó là xong chỉ đám nâng miền phê sạch chia khá là bài cô cho lời chỉ đám nâng bật tên bật xong nâng cứ ao chặt cho nó không kỵ liên nè phê sạch chia tiền chẳng nhiệt nhôm ban thưa cục phải chạy tầng 4 đấy chạy vào rạ nhiệt nhôm ban thưa cứ cả ao bong bay trai chỉ bò kỳ liên ở phần ba tập tiên từ cả ao nơi bài tật nôm chấm đấy ở nhiệt nhôm ban thưa sẽ na sản nạ tiên từ nhiệt nhôm ban châu ruộng phải chạy co sang từ tam bên những mùi riêng luônอย่างtới ao một tha sẽ na sản nạ tiên kỳ liên phê sạch chạ tiên nhiệt nhôm ban thưa cứ cả ao nơi năm cài lúc miền phê phải chạy chỉ đàm nâng ao một tháng phải chạy tầng lại buôn là dương ban vừa rò ngày nâng cứ nhiệt nhôm ban vừa được nông cách cam pra vị này ngày chẳng tới on lúc một bò để sắt ca vừa tiền đi cứ rồi mấy ban a này xong tràn này dương mình ai có rộp phải ọc thập và man phần nào tới phần tay lúc sầm tay trong pi chết tà na bình ca ao tiền nâng lúc sầm tay lưới chết tà na
បើចេតនាយើងឲ្យដោយមានសេចក្តីជ្រះថ្លាអាហ្នឹងបុណ្យកុសលហ្នឹងក៏ប្រព្រឹត្តទៅតាមនឹងដែរចេតនាហ្នឹងសំខាន់ណាស់លោកសំដែងថាចេតនាហាងភិក្ខវេបញ្ញវទាមិមនីភិក្ខុទាំងឡាយចេតនាហ្នឹងជាតួបុណ្យបើចេតនាយើងជ្រះថ្លាយើងធ្វើទានយើងចាត់ចែងទានជាដើមហ្នឹងបុណ្យកុសលដែលយើងបានធ្វើហ្នឹងក៏បានបំពេញបានអានិសង្សច្រើនដែរចឹងចេតនានៅក្នុងពេលនេះគឺញាតិញោមដែលអ្នកឲ្យទានហ្នឹងទាយុទាយិកាអ្នកឲ្យទានហ្នឹងត្រូវតែប្រកបដោយចេតនា3ទី1ពុព្វចេតនាទី2មញ្ញនចេតនាទី3អបរាបរចេតនាអញ្ចឹងចេតនា3ហ្នឹងញាតិញោមត្រូវកាន់ឲ្យភ្ជាប់ដើម្បីបានបុណ្យបានកុសលពេលដែលយើងកំពុងធ្វើទានហ្នឹងពុព្វចេតនាយើងជ្រះថ្លាមុនពេលដែលកំពុងឲ្យទានដូចតែញាតិញោមបានចាត់ចែងជាវេនហ្នឹងញាតិញោមជ្រះថ្លារៀបចំតយវត្ថុផ្សេងសម្រាប់ប្រគេនដល់ព្រះតង់ជូនដល់យាយតាពុទ្ធបរិស័ទអញ្ចឹងអាពេលដែលជ្រះថ្លាមុនពេលឲ្យហ្នឹងឲ្យឈ្មោះថាពុព្វចេតនាជ្រះថ្លាមុនពេលដែលឲ្យទានដល់ទី2មញ្ញនចេតនាចេតនាជ្រះថ្លាពេលដែលកំពុងឲ្យទានបានសេចក្តីថាពេលដែលយើងបានបំពេញទានអ្វីមួយយើងតាំងចិត្តជ្រះថ្លានៅក្នុងវត្ថុដែលយើងឲ្យទាននោះដោយសេចក្តីតាំងចិត្តជ្រះថ្លាចំពោះតយវត្ថុជ្រះថ្លាចំពោះបដិគិយកៈអ្នកដែលទទួលរបស់យើងជាដើមហ្នឹងឲ្យឈ្មោះថាមញ្ញនចេតនាជ្រះថ្លាពេលដែលកំពុងឲ្យហ្នឹងដល់ទី3អបរាបរចេតនាចេតនាជ្រះថ្លាក្រោយពេលដែលបានបំពេញទានរួចហើយបានសេចក្តីថាពេលដែលញាតិញោមបានឲ្យទានបានបំពេញធ្វើបុណ្យកុសលរួចហើយញាតិញោមតាំងចិត្តជ្រះថ្លានឹករលឹកបុណ្យកុសលដែលយើងបានធ្វើនឹងនឹករលឹកឲ្យរឿយទៅបុណ្យកុសលនឹងរមែងបានសម្រេចដល់យើងបានអានិសង្សច្រើនបានបុណ្យច្រើនដោយសារយើងជ្រះថ្លាដោយពេលដែលឲ្យហើយអាកន្លែងហ្នឹងចិត្តអាកន្លែងទី3ហ្នឹងគឺចេតនាទី3ហ្នឹងពិបាកធ្វើណាស់ញោមពីព្រោះអីពេលដែលយើងនឹករលឹកអាចេតនាទី3បរាបរចេតនាហ្នឹងជ្រះថ្លាក្រោយពេលដែលឲ្យហើយហ្នឹងយើងពិបាកពីព្រោះថាយើងនៅជាប់មាននៅអាសេចក្តីមច្ឆរិយៈពោគឺសេចក្តីកំណាញ់ហ្នឹងញោមកាលណាយើងពេលដែលយើងឲ្យទានរួចហើយពុព្វចេតនាយើងជ្រះថ្លាខាងដើមរួចហើយមញ្ញនចេតនាយើងជ្រះថ្លាពេលដែលកំពុងឲ្យក៏ធ្វើរួចហើយដល់ទី3ពេលដែលធ្វើទានរួចហើយបែរជាមិនជ្រះថ្លាវិញបែរជាមាននៅមន្ទិលសង្ស័យបែរជាមាននៅសេចក្តីកំណាញ់នឹងវាចប់វាក្របសង្កត់នៅក្នុងចិត្តនឹងលែងឲ្យមាននៅសេចក្តីជ្រះថ្លាអញ្ចឹងបុណ្យកុសលដែលយើងធ្វើនឹងអត់បានសម្រេចពេលខ្លះបានដែរក៏វាបានតិចតួចអាត្មាលើករឿងអបតកសេដ្ឋីមួយចុះនិយាយពីអបតកសេដ្ឋីនឹងនិយាយពីចេតនាទី3ហ្នឹងហើយញោមអបតកសេដ្ឋីនឹងលោកបានធ្វើទានដែរប៉ុន្តែលោកអត់បានជ្រះថ្លាអាចេតនាទី3ហ្នឹងអាពេលដែលធ្វើទានឲ្យហើយស្រាប់តែលោកមាននៅសេចក្តីកំណាញ់កាលពីជំនាន់មួយហ្នឹងអបតកសេដ្ឋីហ្នឹងបានកើតទៅជាកហបតីម្នាក់កើតជាកហបតីម្នាក់ហ្នឹងមានសម័យថ្ងៃមួយមានព្រះបច្ចេកពុទ្ធមួយអង្គលោកនិមន្តដើរបិណ្ឌបាតហ្នឹងលោកនិមន្តបិណ្ឌបាតអញ្ចឹងកហបតីហ្នឹងក៏ឃើញព្រះបច្ចេកពុទ្ធហ្នឹងក៏និមន្តព្រះបច្ចេកពុទ្ធហ្នឹងគង់នៅមុខផ្ទះហ្នឹងដើម្បីរៀបចំដាក់បាតអញ្ចឹងទៅកហបតីហ្នឹងក៏ឲ្យភរិយាហ្នឹងរៀបចំចាត់ចែងប្រគេនដាក់បាតព្រះសង្ឃដាក់បាតព្រះបច្ចេកពុទ្ធហ្នឹងអញ្ចឹងទៅក៏កហបតីហ្នឹងក៏ដើរចេញទៅឲ្យប្រពន្ធភរិយាហ្នឹងរៀបចំចាត់ចែងដាក់បាតព្រះបច្ចេកពុទ្ធហ្នឹងដល់ភរិយាកហបតីនឹងរៀបចំប្រគេនដាក់បាតព្រះបច្ចេកពុទ្ធរួចហើយព្រះបច្ចេកពុទ្ធនោះក៏បានធ្វើផតតានិមន្តនារួចហើយក៏បាននិមន្តទៅស្រាប់តែនិមន្តទៅគប់ជូននឹងកហបតីហ្នឹងដែលជាប្តីរបស់ភរិយានោះកហបតីហ្នឹងក៏សួរថាលោកម្ចាស់តើបានចង្ហាន់ច្រើនទេកហបតីហ្នឹងក៏បានទៅចាប់បាតព្រះបច្ចេកពុទ្ធហ្នឹងទៅចាប់បាតបើកមើលទៅស្រាប់តែកហបតីហ្នឹងមានសេចក្តីកំណាញ់ញោមស្ដាយអាវត្ថុដែលឲ្យហ្នឹងញោមកហបតីហ្នឹងថាបាយប្រគេនដល់ព្រះបច្ចេកពុទ្ធហ្នឹងគឺអស្ចារ្យណាស់ប្រសើរណាស់ឆ្ងាញ់ណាស់បើទុកបាយហ្នឹងយកទៅឲ្យទាស័កកម្មករអញស៊ីប្រហែលជាបានប្រយោជន៍ឲ្យប្រសងលោកឆាន់មិនបានប្រយោជន៍ទេញោមណែអាសេចក្តីកំណាញ់ខ្ញុំស្ដាយក្រោយខ្ញុំឲ្យហើយស្ដាយក្រោយដល់អញ្ចឹងទៅកហបតីហ្នឹងញោម
កាហបដីនឹងក៏បានមកកើតជាអពុតកៈសេដ្ឋីនឹងអពុតកៈសេដ្ឋីនឹងអត់មានបត់ទេអពុតកៈនឹងគឺមានថាដែលសេដ្ឋីដែលអត់បត់nhưng អពុតកៈនឹងកើតមកមានដោយអំណាចនៃការឲ្យទានណាញោមដោយអំណាចនៃការឲ្យទាននឹងកើតមកបានជាសេដ្ឋីមានទ្រព្យសម្បត្តិយ៉ាងទៅប៉ុន្តែអពុតកៈសេដ្ឋីនឹងអត់បានទទួលផលពីទ្រព្យសម្បត្តិដែលខ្លួនបាននឹងទេសេដ្ឋីនឹងកំណាញ់ណាស់អត់ដែលឲ្យទានទេរហូតដល់អពុតកៈសេដ្ឋីនឹងស្លាប់ទៅទ្រព្យនឹងចោលអត់អំពើដោយសារអីដោយសារចេតនាចុងក្រោយអញ្ចឹងបានអាត្មាបញ្ជាក់ថាពេលដែលយើងធ្វើទានហ្នឹងត្រូវសំខាន់គឺចេតនា3ហ្នឹងពុព្វចេតនាជ្រះថ្លាពេលដែលធ្វើពេលមុនធ្វើមញ្ញនៈចេតនាជ្រះថ្លាពេលដែលកំពុងឲ្យដល់អបរាបរចេតនាយើងនឹករលឹកបុណ្យកុសលដែលយើងបានធ្វើហើយអានឹងបុណ្យកុសលហ្នឹងពេញបរិបូរណ៍បានអានិសង្សអានឹងគឺការឲ្យទានហ្នឹងរៀងពិបាកអញ្ចឹងញោមតតែញាតិញោមមានចេតនា3ហ្នឹងជ្រះថ្លាហ្នឹងទើបបុណ្យកុសលហ្នឹងកើតមានដល់តែចុងក្រោយនិយាយអំពីអានិសង្សពីគួរញាតិញោមខំប្រឹងធ្វើទានតាំងពីវេទ1មកហើយអញ្ចឹងពិតជាចង់ស្ដឹងអានិសង្សធម្មតាកាលណាបើយើងដាំពូជដំណាំផលធាអីជាដើមយើងចង់បានប្រយោជន៍ណាស់បើយើងដាំពោតយើងចង់បានផ្លែផ្កាមកពោតណាអញ្ចឹងបើយើងធ្វើបុណ្យកុសលតតែយើងពិតជាចង់បាននៅអានិសង្សអញ្ចឹងការឲ្យទានហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាបានអានិសង្ស5ទី1បិយោហោតិមនីបោអ្នកឲ្យទានរមែងជាទីស្រឡាញ់រាប់អាននៃអ្នកដទៃទី2គឺសัพពុរិស័កបច្ចុប្បន្នអ្នកឲ្យទានហ្នឹងហៅដាច់ពីការទៅបាបបលអស់មកចប់លើអនុមោទនីមានអរសញ្ញាចប់ហើយនៃអានិសង្សទេទី2បច្ចុប្បន្នសัพពុរិស័កបច្ចុប្បន្នអ្នកឲ្យទានហ្នឹងរមែងសប្បុរសគ្រប់រូបបានន័យថាសប្បុរសហ្នឹងតែងតែស្រឡាញ់រាប់អានគោរពដល់អ្នកដែលឲ្យទានញាតិញោមទៅណាមកណាសប្បុរសនឹងតែងតែគោរពតែងតែរាប់អានដល់បុគ្គលអ្នកដែលបានឲ្យទានដល់ទី3កល្យាណោកតិសព្ទោអពុកចតិអ្នកឲ្យទានហ្នឹងរមែងមានកិត្តិយសគេឈ្មោះល្បីល្បាញខ្ចោខ្ចាយទៅទិសទាំងពួងទេវតាទាំងឡាយហ្នឹងតែងតែឲ្យពោសុខសាធុការដល់អ្នកដែលឲ្យទានដល់ទី4វិសារតោឧបសង្កមតិអ្នកឲ្យទានហ្នឹងទៅកាន់ចំណោមបរិស័ទណារមែងឃ្លាវខ្លាអង្អាចអ្នកដែលឲ្យទានញាតិញោមចំណាំមើលទៅណាមកណាតែតែមានសេចក្តីអង្អាចក្លាហានក្នុងចំណោមបរិស័ទនេះតែអីដោយសារមានសេចក្តីជ្រះថ្លាបានចេះដឹងយល់ធម៌បានឲ្យទានយល់ដឹងកិច្ចកម្មវិធីក្នុងពុទ្ធសាសនាលុះចូលទៅក្នុងបរិស័ទណារមែងមានសេចក្តីអង្អាចមិនសំយងមកចោលដល់ហើយទី5សុគតੰលោកសក្គាំងលោកកាំងបបញ្ញតិលុះអ្នកដែលឲ្យទានហ្នឹងលុះបែកកាយរំលែកខណ្ឌទៅកាន់បរៈលោកហើយរមែងបានទៅកើតនៅឋានសួគ៌អនុមោទនីអញ្ចឹងអានិសង្ស5យ៉ាងដែលញាតិញោមបានធ្វើនៅក្នុងពេលវេលាឱកាសនេះពុទ្ធបរិស័ទបានធ្វើនៅក្នុងកិច្ចកម្មវិធីនេះគឺឲ្យក្នុងថាបានបំពេញនៅទានសព្វបរោសទាន5យ៉ាងគឺការឲ្យនៅជ័យវរៈបណ្ឌបាតសេនាសនៈជាលានភេសជ្ជៈតាំងពីវេន1វេនដល់វេនទី12នេះយ៉ាងទេដោយអំណាចអល់ឡានិសង្សដែលញាតិញោមបានធ្វើនេះសូមឧទ្ទិសជូនដល់បុព្វការីជនមានមេត្តាបៃតាជំនូនមេត្តាដែលបានបែកកាយរលែកខណ្ឌទៅកាន់បរៈលោកហើយនោះក៏សូមលោកមកទទួលពីផលមហាកុសលដែលញាតិញោមបានធ្វើបើបានទទួលហើយនោះក៏សូមបានញាតិញោមក្រោយឲ្យដល់ញាតិញោមពុទ្ធបរិស័ទម្ចាស់បានវេនពុទ្ធបរិស័ទទាំងអស់ហើយបាននៅពុទ្ធពរទាំងឡាយមួយប្រការគឺអាយុវណ្ណៈសុខៈពលៈនិងសម្បត្តិ3គឺសម្បត្តិមនុស្សសម្បត្តិទេវតាសម្បត្តិប្រមទានញាតិញោមពុទ្ធបរិស័ទដែលជាអ្នកប្រាថ្នានៅពរណាសម្បត្តិណានោះក៏សូមឲ្យបានសម្រេចដោយបំណងបងប្រាថ្នាអនុមោទនីអាយ៉ាងសង្កេតពេលអ្នកសមត្តាធម៌ទេសនាដែលអាត្មាសម្ដែងប៉ុណ្ណេះនេះក៏សូមអមតបញ្ចប់ប៉ុណ្ណេះឯងអេវ៉ាន់